ភ្លៀងកក់ខែយ៉ាងសាហាវបង្កជារន្ទះនិងខ្យល់ព្យុះបំផ្លាញផ្ទះជាង100ខ្នងមនុស្សរបួសម្នាក់និងស្លាប់ម្នាក់ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំងលាយមកជាមួយនៅខ្យល់កន្ត្រាក់បំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់ជាង100ខ្នងហើយរន្ទះបានបាញ់សម្លាប់មនុស្សម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ដែលប៉ះទង្គិចទៅលើស្រុកចំនួន7ក្នុងខេត្តបាត់ដំបងរបាយការណ៍របស់ស្នងការខេត្តបានឲ្យដឹងថាភ្លៀងបានធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែងក្នុងខេត្តបាត់ដំបងប៉ុន្តែមានស្រុកចំនួន7ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់និងរន្ទះបាញ់ដែលបណ្ដាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ107ខ្នងនិងស្លាប់មនុស្សប្រុសម្នាក់រីឯស្ត្រីម្នាក់ទៀតរងរបួសយោងតាមរបាយការណ៍ដដែលនៅស្រុកសំឡូតរន្ទះបានបាញ់ស្ត្រីម្នាក់ឈ្មោះហ៊ានហាមអាយុ41ឆ្នាំរស់នៅភូមិដូនត្រឹកឃុំតាសាញបណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មណ្ឌលសុខភាពភ្លាមៗដែរនៅស្រុកបាណន់រន្ទះបានបាញ់បុរសម្នាក់ឈ្មោះថ្លាន់សុខានអាយុ28ឆ្នាំនៅភូមិអូស្លាប៉ាងឃុំតាក្រៀមបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុដោយឡែកស្រុកចំនួន5ទៀតបានរងគ្រោះដោយខ្យល់កន្ត្រាក់រួមមានស្រុកសំពៅលូនបានប៉ះទង្គិចទៅលើឃុំចំនួន2គឺឃុំសិរីមានជ័យនិងឃុំជ្រៃសីមាខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋទាំង2ឃុំនេះខូចខាតអស់ចំនួន25ខ្នងស្រុកសង្កែប៉ះទៅលើឃុំកំពង់ព្រៀងបង្កឲ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន3ខ្នងស្រុកគាស់ក្រឡនៅឃុំឆ្នាល់មន់ខូចខាតផ្ទះតែ1ខ្នងប៉ុណ្ណោះស្រុកបាវលប៉ះទៅលើឃុំអំពិល5ដើមខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន24ខ្នងប៉ុន្តែស្រុកឯកភ្នំធ្ងន់ធ្ងរជាងគេប៉ះទង្គិចទៅលើឃុំពីមឯកតែមួយប៉ុណ្ណោះតែខូចខាតផ្ទះរហូតដល់ទៅ54ខ្នងសរុបការខូចខាតដោយសារគ្រោះមហន្តរាយនេះលំនៅឋានប្រជាពលរដ្ឋប្រមាណ107ខ្នងនិងស្លាប់មនុស្សម្នាក់របួសម្នាក់ដោយសាររន្ទះបាញ់តាមរបាយការណ៍ខាងលើនេះគឺស្រុកចំនួន7បានប៉ះទង្គិចនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះយ៉ាងកាចសាហាវបំផុតរីឯតាមបណ្ដាស្រុកផ្សេងទៀតក៏មានភ្លៀងធ្លាក់តែពុំមានប្រទះនឹងគ្រោះមហន្តរាយធម្មជាតិនារដូវប្រាំងនេះពេលនេះសមត្ថកិច្ចនិងអាជ្ញាធរតាមបណ្ដាស្រុកនានាដែលរងគ្រោះបាននឹងកំពុងចុះត្រួតពិនិត្យដល់ទីតាំងកើតហេតុដើម្បីធ្វើរបាយការណ៍និងជួយសង្គ្រោះបឋម